បង្កើតប្លង់ Photoshop ងាយៗបែបនេះដោយប្រើប្រាស់កម្មវិធី Adobe Premiere Pro 2020ដោយរដងអញ្ចឹងអ្នកដែលមកថ្មីកុំភ្លេចជួយ like subscribe និង share វីដេអូនេះផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណអញ្ចឹងឥឡូវយើងចូលមកដល់កម្មវិធី Adobe Premiere Pro របស់យើងអញ្ចឹងនៅទីនេះខ្ញុំមាន project មួយខ្ញុំចូលបទចម្រៀងរបស់ Vanda មកសវណ្ណភូមិហ្នឹងបាទដើម្បីអាចបង្កើត Photoshop បានអ្នកទាំងអស់គ្នាត្រូវមាន project មួយអញ្ចឹងដែរហើយឧទាហរណ៍ថាខ្ញុំចង់បានពីកន្លែងណាដែលវា stop ទៅអញ្ចឹងឧទាហរណ៍ពីកន្លែងនេះចុះខ្ញុំមកស្ដាំលើវាយកពាក្យថា insert frame whole segment បន្ទាប់មកវាបង្កើត segment របស់យើងខ្ញុំ scroll ឲ្យរឿងធំបន្តិចបាទអូខេនេះ segment ដែលយើងបានបង្កើតហើយគឺវានឹងវាអត់មានអីទេបាទវាអត់មានចលនាឲ្យយើងទេកន្លែងនេះបាទបន្ទាប់មកខ្ញុំធ្វើការ copy segment នឹងជា2ដោយចុច Alt ជាប់ហើយទាញវាឡើងលើមួយមកបង្កើតឲ្យជា2បាទបន្ទាប់មកខ្ញុំធ្វើការចុចភ្នែកខាងលើអា segment ខាងលើនេះខ្ញុំបិទវាចេញសិនចុចភ្នែកវាបិទសិនបន្ទាប់មកចុចមកក្រោមវិញចុចមកក្រោមហើយខ្ញុំចូលទៅកាន់ effect របស់យើងចូលទៅកាន់ effect ហើយវាពាក្យថា Gazelle អានេះគឺជា effect video effect មួយដែលខ្ញុំយកមកដាក់ដើម្បីបន្ថែមឲ្យវាកាត់ blur តិចទៅខ្ញុំធ្វើ blur ហើយកន្លែង blurriness នេះដាក់50បានហើយបាទចឹងមកហើយបន្ទាប់មកខ្ញុំចូលទៅកាន់ effect មួយទៀតដែលមានឈ្មោះថា black white បាទនេះ effect របស់យើងមានហ្នឹងដាក់ពីលើវាទៅដើម្បីដូរពណ៌របស់វាបាទឃើញពណ៌ដូរហើយខ្ញុំចូលទៅកាន់ color របស់យើងបន្ទាប់ចូលដល់ color ហើយខ្ញុំធ្វើការមកមើលកន្លែង vignette កន្លែងនេះ vignette កន្លែងនេះយើងធ្វើការសេរីពណ៌ដែលយើងពេញចិត្តទៅហើយខ្ញុំចង់ឲ្យប៉ុណ្ណេះអូខេចង់ឲ្យប៉ុណ្ណេះចាតែមកខ្ញុំចូលមកកាន់ edit របស់យើងវិញបាទបន្ទាប់ពីចូលមកដល់ edit របស់យើងវិញហើយខ្ញុំធ្វើការបើកខាងលើបន្តិចបើកខាងលើវាយើងវិញបើកនេះរបស់យើងវិញអញ្ចឹងវាអត់ឃើញមានអីទេអញ្ចឹងខ្ញុំធ្វើការយកមករបស់យើងចុចលើ segment ខាងលើបន្ទាប់មកនៅកន្លែង motion កន្លែង scale កន្លែងនេះខ្ញុំដាក់តែ70ចាបាទអញ្ចឹងវាចាប់ផ្ដើមពរួញខាងលើហើយនៅឃើញខាងក្រោមព្រិលបាទបន្ទាប់មកទៀតនៅកន្លែង rotation ខ្ញុំដាក់ដក7បែបនេះចាហ្នឹងហើយយើងឃើញវារៀងផ្ដេកហើយអញ្ចឹងឃើញរៀងផ្ដេកហើយបាទបន្ទាប់មកខ្ញុំត្រូវការបង្កើតនេះមួយទៀតខ្ញុំត្រូវការទាញឡើងលើបន្តិចសិនមុននឹងបង្កើតអញ្ចឹងខ្ញុំចូលទៅក្នុងកន្លែងឆ្នុច2នេះសញ្ញាព្រួញ2នេះមកហើយចុចយកកន្លែង project បន្ទាប់មកនៅកន្លែងនេះទាញធំបន្តិចសិនហើយយើងចុចកន្លែងគេហៅថា insert item ហើយយកពាក្យថា color matte យើងបង្កើត color matte មួយសិនដោយយកពាក្យយកពណ៌សដើម្បីដាក់ frame ឲ្យវាអូខេបន្ទាប់ពីបាននៅ color matte កន្លែងនេះហើយខ្ញុំធ្វើការទាញវាចូលខាងក្រោម segment របស់យើងដែលយើងបានពុះបំបែកជា2មិញហ្នឹងហើយធ្វើការទាញវាអញ្ចឹងខ្ញុំធ្វើការបរិចវាបន្តិចហើយបរួយអានេះចូលទៅវិញដើម្បីឲ្យមើលទៅរាងស្រឡះបន្តិចបាទអូខេបាទបន្ទាប់មកទៀតយើងធ្វើការចុចទៅលើកន្លែង color matte របស់យើងនេះហើយយើងដូរ size មិញរបស់យើងអា size នោះដាក់70ឥឡូវយើងដាក់75មកក្រោមនេះបាទហើយធ្វើការដក7ដូចគ្នាមកដក7បាទឃើញ size frame ខ្លះហើយប៉ុន្តែអត់ទាន់ស្អាតទាំងស្រុងទេអញ្ចឹងខ្ញុំធ្វើការដោះuniform scale នឹងចាញ់ហើយធ្វើការ set ឲ្យកន្លែង 100% នេះដាក់តែ73ឲ្យបានហើយបាទចិត្តឃើញរឿងស្អាតហើយបែបនេះហ៎បាទឥឡូវយើងសាកល្បង review វាបន្តិចអូខេ good to go បាទ good អូខេបន្ទាប់មកខ្ញុំធ្វើការទៅរក sound ឲ្យវាតិចសិនខ្ញុំធ្វើការទៅបើក sound ដែលខ្ញុំមានស្រាប់ហើយអ្នកនរគ្នាអាចធ្វើការ download sound effect នេះនៅក្នុង YouTube channel មួយណាមួយនៅនេះទៅបាទនៅក្នុង YouTube គឺយើងមានទេអា sound ហ្នឹងបាទបន្ទាប់ពីយក sound មកហើយខ្ញុំធ្វើការคลิกមកស្ដាំលើវាយកពាក្យថា unlink សិនដើម្បីលុបអាវីដេអូលើសិនអូខេតែមកខ្ញុំធ្វើការ play នៅ sound បន្តិចអូខេខ្ញុំយក sound មួយនេះចាចឹងខ្ញុំយក sound មួយនេះគឺខ្ញុំខាត់វាចុចអក្សរ C មកឬក៏ចុចកន្លែងនេះក៏បានដែរដូចគ្នាបាទអក្សរ C អូខេយកប៉ុណ្្នឹងចាហើយខ្ញុំចុចអក្សរ V ហើយលុបចេញបាទហើយខ្ញុំយកវាមកដាក់នៅកន្លែងនេះអូខេតែមកខ្ញុំតេស្តសំឡេងបន្តិច cool អូខេខ្ញុំ change mode បន្តិចដូចជាអត់ចង់លឺសំឡេងសោះខ្ញុំធ្វើការ connect ទៅកាន់កាសរបស់ខ្ញុំឲ្យខ្ញុំពុំដាក់វិទ្យានេះសិនចាំបន្តិចអូខេវាចូលមកកន្លែងហ្នឹងហើយoutput នេះអូខេយក studio បាទឥឡូវខ្ញុំធ្វើការ preview again គឺ
ចាំព្រាយធំតិចដូចជាយើងគៀកពេកអូខេញ៉ាំថាសលេងរបស់យើងរៀងលឺទៅអត់សូវនេះវាអត់សូវស៊ីគ្នាយើងយកប៉ុណ្នេះអូខេនេះចាអូខេអានេះវាមាន2 shot អញ្ចឹងខ្ញុំធ្វើការប្រួយនេះសិនដាក់ត្រឹមសំឡេងទី1ហ្នឹងមកហើយខ្ញុំធ្វើការ copy វា control បូកណាអក្សរ V ហើយខ្ញុំចុចមកកន្លែងនេះមក control បូកណាអក្សរ V វិញទៅធ្វើការទាញមកនេះហើយខ្ញុំយកសំឡេងដាក់ពីក្រោមឲ្យស្មើនឹងសំឡេងដើមយើងវិញទៅកុំឲ្យវាច្រឡំគ្នាហើយយើងចាប់ដើមទាញអានេះអូខេយើងធ្វើការតេស្តមើលបន្តិចអូខេរៀងធំពេកខ្ញុំធ្វើការប្រួយនេះបន្តិចសិនដាក់វាត្រឹមសំឡេងទី1របស់យើងអូខេទៅមកខ្ញុំធ្វើការទាញដាក់ឲ្យចំសំឡេងទី2ណាអញ្ចឹងខ្ញុំធ្វើការទាញវាបន្តិចបែបនេះហើយយើងធ្វើការបង្រួមវាបែបនេះមកបាទអូខេតែមកខ្ញុំ copy អាពីនេះទៀតដាក់វានៅខាងនេះបាទហើយលុបនេះចេញសិនដើម្បីកុំឲ្យច្រឡំគ្នាអូខេឥឡូវយើងធ្វើការ preview បើវិញបន្តិចធ្វើការ preview មើលបន្តិចអូខេដូចជាស្អាតហើយប៉ុន្តែខ្ញុំចង់បានមួយនេះមកជួរមួយនេះគឺខ្ញុំបានចង់បាននេះផ្សេងចង់បានវាត្រឡប់មកខាង rotation ទៅមកខាងទៀតហើយនឹងខាងនេះដូចគ្នាអូខេអញ្ចឹងខ្ញុំធ្វើការចុចទៅលើ segment មួយនេះទាញ cursor របស់ដល់នេះមកហើយយើងដាក់កន្លែងដាក់ថា7វិញកុំដាក់ដក7ឲ្យវាបញ្ច្រាស់ទៅវិញហើយយើងចុច color matte អាក្រមវាហ្នឹងដាក់7ដូចគ្នាទៅបាទលាបដូចគ្នាបាទអានេះបើសិនបើយើងអត់ចង់ធ្វើអញ្ចឹងទៅយើងអាចធ្វើ copy វាបានណាអស់នេះចុចដាក់លើវាអញ្ចឹងហើយចុចលើវាអញ្ចឹងមកហើយ control C បន្ទាប់មកចុចលើវាមកស្ដាំលើ segment មួយនេះយកពាក្យថាមកស្ដាំហើយយក paste attribute ហ្នឹងមកហើយ OK ទៅវាដូរទីតាំងឲ្យដូចគ្នាអានេះដូចគ្នាធ្វើការមកស្ដាំហើយ paste attribute របស់វាទៅបាទនេះដោយសារខ្ញុំ paste ពីលើមកវាអត់សូវស៊ីអញ្ចឹងយើង copy អាក្រមដូចគ្នាណា control បូនអក្សរ C មកស្ដាំយកពាក្យថា paste attribute អូខេយើងឃើញតំណងហើយឥឡូវយើងធ្វើការ preview បន្តិចអូខេតើមកយើងបាននៅគេហៅថា Photoshop ស្អាតបែបនេះនៅដោយប្រើប្រាស់កម្មវិធី Adobe Premiere Pro 2020 ចឹងចំពោះវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងឯងហើយបញ្ជាក់មួយទៀតវីដេអូនេះគឺចំពោះអ្នកដែលចេះហើយខ្លះៗទេបើអ្នកដែលថ្មីអាចនឹងពិបាកធ្វើបន្តិចអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត